អ្នកគ្នាខ្ញុំឈ្មោះ Rosa ខ្ញុំជានិស្សិតថ្នាក់ Master នៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្ត្រាលីដោយសារតែនេះជាវីដេអូដំបូងគេបង្អស់នៅក្នុង Channel ខ្ញុំចង់ make a self introduction បន្តិចថាខ្ញុំជាណាគេហើយខ្ញុំធ្វើវីដេអូដើម្បីអីខ្ញុំក៏អត់មានពេលធ្វើវីដេអូអី professionally ដែរតែខ្ញុំចង់មាន footage អីដើម្បីទុកមើលខ្លួនឯងដែរថ្ងៃក្រោយអីចឹងណាថាយើងក្រោបានគេខ្លះហើយពីមួយថ្ងៃទៅមួយថ្ងៃយើងជួបរឿងអីគេខ្លះអីចឹងខ្ញុំមើលមកជីវិតខ្លួនឯងមិនមែនមានតែរឿងសុបាយទេមានរឿងកាត់ទុកច្រើនដែរអញ្ចឹងបើសិនជាធ្វើវីដេអូហ្នឹងទៅខ្ញុំនឹងព្យាយាម capture អីដែលស្អាតអីដែលល្អអីដែលសុបាយអញ្ចឹងប្រហែលជាខ្ញុំ convince ខ្លួនឯងថាជីវិតខ្ញុំក៏វា fun ដែរថ្ងៃនេះខ្ញុំមានថ្នាក់មួយអ្នកទាំងអស់គ្នាម៉ោង 11 អញ្ចឹងខ្ញុំជិះឡានក្រុងទៅសាលាដូចរាល់ដងមកដំបូងបាទអ្នកទាំងអស់គ្នាវាអត់ convenient ដូចយើងជិះម៉ូតូទេប៉ុន្តែយូរទៅគាត់ថាសល់ពេលដែរនៅលើឡានយើងអាចអានយើងអាចអីបានអញ្ចឹងណាហើយជិះអត់យូរដែរទេ30នាទីទៅ40នាទីឲ្យដល់សាលាហើយនេះខ្ញុំនៅថ្នាក់រៀនតែ2ម៉ោងទេម៉ោង1ចប់ហើយខ្ញុំអត់ទាន់ទៅផ្ទះទេដោយសារកុំឲ្យចំណាយពេលជិះទៅវិញទៅមកអញ្ចឹងណាហើយពាក្យច្រើនគឺខ្ញុំទៅ library នៅ library វាស្ងាត់ស្រួលរៀនណាអ្នកទាំងអស់គ្នាហើយធម្មតាពេលខ្លះខ្ញុំទៅអង្គុយអញ្ចឹងខ្ញុំធ្វើការបានបន្តិចហើយពេលណាយើងមានអារម្មណ៍រៀងធុញអីអញ្ចឹងយើងងាកមើលអ្នកជុំវិញខ្លួនយើងទៅសិតតែអ្នកប្រឹងរៀនគេឈ្ងោករៀនហ្មងណាអញ្ចឹងយើងដឹងតែត្រូវរៀនដូចគេដែរបើមិនអញ្ចឹងទេរៀងខ្មាស់គេដែរSo this is my outfit of the day មិនដែរអារ៉ាត់តាមពិតហើយផលដែលខ្ញុំចូលចិត្តទៅធ្វើការនៅ library មួយទៀតហ្នឹងគឺដោយសារតែមាន screen អញ្ចឹងខ្ញុំស្រួលធ្វើការអ្នកនរគ្នាបើមិនអញ្ចឹងទេខ្ញុំវាថាមនុស្សឆាប់ផ្លេចឆាប់វែងណាហើយបើសិនជាការងារច្រើនគឺខ្ញុំ feel overwhelmed ហ្មងវាថាខ្ញុំអត់ដឹងធ្វើអីទុកអីទេហើយវាអង្គុយធ្វើអានេះសុកនឹកឃើញអូចង់ទៅធ្វើអានោះមួយទៀតអញ្ចឹងទៅបើប្រើតែ laptop មួយខ្ញុំអស់ទៅវិញទៅមកអញញ៉ៃពិបាកមើលមកអញ្ចឹងបើមាន screen ទៅវារៀងស្រួលមើលជាធម្មតាពេលខ្ញុំធ្វើការខ្ញុំរៀប3ធំទី1ចម្រៀងទី2 Google Calendar ទី3 Notion ក្នុង Notion ខ្ញុំដាក់ការងារប្រចាំថ្ងៃថាខ្ញុំមានអីត្រូវធ្វើខ្លះក្នុងថ្ងៃហ្នឹងអញ្ចឹងណាហើយរៀបចំក្នុង Notion ទៅវារៀងខ្ជូតដល់ចឹងខ្ញុំអង្គុយធ្វើការចាប់ពីម៉ោង1ដល់ម៉ោង3ក៏មានអារម្មណ៍ថារៀងឃ្លានហើយអញ្ចឹងខ្ញុំចុះមកក្រោមវិញរកទិញអីញ៉ាំនៅខាងក្រោមហ្នឹងនៅតុមុខ library ហ្នឹងគឺ Quadrangle ជាអគារចំណាស់មួយរបស់ UC ទៅអ្នកនរគ្នាហើយភ្ញៀវទេសចរអីគេមកមើលរហូតដោយសាររៀងវាមើលទៅស្អាតហើយធំណាចឹងលើខ្ញុំបានសាំងវិចមួយហើយតែប៉ុណ្្នឹងខ្ញុំឆ្អែតហើយយកទៅឡើងលើ library វិញហើយមើល YouTube បដាញ៉ាំបដាខ្ញុំធ្វើការបានបន្តិចក៏ចុះមកក្រោមវិញទៅរត់ទៅផ្ទះហើយព្រោះល្ងាចហ្នឹងចង់ដើរអញ្ចឹងខ្ញុំត្រូវ catch bus នេះ bus សាលាអ្នកអរគ្នាខ្ជូតណាស់ពណ៌ក្រហមពណ៌ហ្នឹងគឺពណ៌ signature របស់សាលាហើយនិយាយទៅអាហ្នឹង campus bus ដែលដោយសារតែគេយកចិត្តទុកដាក់លើសុវត្ថិភាពសិស្សអញ្ចឹងរបៀបដូចគេមានម៉ោងគេជូនសិស្សពីសាលាពី campus សាលាហ្នឹងទៅ train station ហើយគេមានម៉ោងពេលព្រឹកហើយនឹងម៉ោងពេលយប់ especially ដូចតុងម៉ោង4អីហ្នឹងគឺគេមានរ៉ានហើយរហូតដល់ម៉ោងម៉ានខ្ញុំអត់ចាំទេដល់ម៉ោង10អីនិយាយទៅដោយសារតែគេគិតថាដើរពីសាលាទៅ train station ហ្នឹងវាឆ្ងាយហើយបើសិនជាពេលយប់អីអញ្ចឹងក៏គេរៀងបារម្ភសុវត្ថិភាពសិស្សដែរអញ្ចឹង campus bus ហ្នឹងគឺ free ហើយជីកាត់ campus អញ្ចឹងណាចាញ់ទៅដល់ក្រៅ campus ហ្នឹងធំមែនតើជីឡានឡើងមកយូរមិនទាន់ផុតទេហើយដោយសារតែជីឡានអញ្ចឹងក៏ខ្ញុំគិតថាថត footage ឲ្យអ្នកទាំងអស់គ្នាមើលបន្តិចទៅថា campus នៅ UC ហ្នឹងមិនដែរខាងលោកឃើញហើយចាប់អារម្មណ៍ចង់មករៀនដែរអញ្ចឹងណាខ្ញុំថតកាត់ដែរអ្នកទាំងអស់គ្នាដោយសារតែវារៀងឆ្ងាយដែរហើយកុំឲ្យមើលយូរពេកទៅវិលមុខអញ្ចឹងខ្ញុំរៀងកាត់តែកន្លែងណាតំណងអញ្ចឹងមិនខ្ញុំដាក់ចូលឲ្យបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើវីដេអូពីcampus សាលាឬក៏ campus tour អីអញ្ចឹងអ្នកនរគ្នាអាច comment នៅក្នុងវីដេអូហ្នឹងថា campus ទៅខ្ញុំនឹងហៅពេលធ្វើនៅ Sydney
អត់សូវមានខ្មែរអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងថាមានណាគេខ្លះមករៀនទេប៉ុន្តែបើខ្ញុំធ្លាប់ search មើលគេមានដូច society ដូចរបៀប club ចឹងណាដូចរបៀប study club អីចឹងណាអត់មាន Cambodian Student Society ទេហើយអ្នកដែលខ្ញុំស្គាល់ហ្នឹងក៏មានតែ3-4នាក់អីចឹងណាចឹងបើសិនជាមានណាគេនៅរៀននៅ USIT នឹងដែរឥឡូវហ្នឹង please let me know because I'm excited to make new friends ហើយនៅរៀននេះពេលខ្លះមានអារម្មណ៍ថាឯកាអ្នកនរគ្នាព្រោះយើងតែណាម្នាក់យើងនិយាយតែអង់គ្លេសហើយយើងមានអារម្មណ៍ថាឆ្ងាយផ្ទះឆ្ងាយពីឫសគល់របស់យើងណាខ្ញុំអត់ដឹងថាអ្នកនរគ្នាដូចខ្ញុំអត់ទេប៉ុន្តែនៅពេលដែលខ្ញុំរាប់អានមិត្តភ័ក្តិបរទេសវាផ្ដល់អារម្មណ៍បែបផ្សេងមិនមែនថាអត់ល្អទេ friendship ហ្នឹងក៏ good ក៏ meaningful ដែរប៉ុន្តែ at the same time វាអត់សូវ feel deep ដូចយើងនិយាយភាសាយើងនិយាយពីស្រុកកំណើតយើងណាតែចង់ប្រាប់ថាមិញហ្នឹងជីកាត់ម្លងផ្លូវធំហើយណាអត់ទាន់ផុត campus សាលាអានេះក៏នៅតែ campus សាលាដែរនេះដូចសួនសម្រាប់ឲ្យសិស្សអង្គុយលេងអីអញ្ចឹងកន្លែងហ្នឹងក៏ស្អាតដែរមានដូចកៅអីរៀងថេតដូចប៉ាអ៊ីអញ្ចឹងណាខ្ញុំជួនកាលខ្ញុំយកសភៅមកអង្គុយអាននៅនឹងដែរម្ដុំនេះផុត campus សាលាដូចរៀងភូមិគេអីអញ្ចឹងណាតែខ្ញុំក៏ចូលចិត្ត architecture នៅម្ដុំនឹងដែរផ្ទះគេដូចផ្ទះ terrace house ហើយខ្ជូតណាផ្ទះទូចដូចរបៀបផ្ទះល្វែងឯងប៉ុន្តែមើលទៅការតុបតែងគេរៀបចំមានផ្កាមានអីគឺទំនងហ្មងខ្ជូតគួរឲ្យស្រឡាញ់ឃើញរៀងចាស់ខ្ជូតចឹងណាមិនបាច់សួរតម្លៃទេផ្ទះនៅ Sydney ថ្លៃញាក់សាច់ជីពីសាលាតាមមួយផ្លែទៅក៏មកដល់ train station នេះអ្នកនរគ្នាឃើញក្រហមហ្នឹងគឺ Redfern Station អញ្ចឹងយើងចូលពីឡានហើយដើរឆ្លងផ្លូវបន្តិចទៅចូលទៅជិះ train អ្នកទាំងអស់គ្នាឃើញខ្ញុំកាន់កាតបវសនេះគឺ Opal Concession Card បានន័យថាខ្ញុំជិះ public transport នៅរដ្ឋ New South Wales ហ្នឹងគឺអស់លុយតែ 50% ទេtrain មកដល់ហើយគឺយើងឡើង train អ្នកនរគ្នាឃើញខ្ញុំពេលទៅសាលាខ្ញុំជិះឡានក្រុងហើយពេលមកវិញខ្ញុំជិះ train ហ្នឹងគឺដោយសារពេលទៅសាលាបើខ្ញុំជិះ train មានន័យថាខ្ញុំដើរពី train station ទៅ campus សាលាវាឆ្ងាយអញ្ចឹងខ្ញុំជិះ bus ទៅ bus stop ហ្នឹងឈប់នៅមុខចំពីមុខសាលាហ្មងអញ្ចឹងខ្ញុំដើរតែបន្តិចដល់ហើយប៉ុន្តែដល់ពេលមកវិញគេមានឡានសាលាជិះពីសាលាមកបានអញ្ចឹងខ្ញុំជិះឡានសាលាទៅមកដល់មុខ train station ហើយជិះ train តែមួយផ្លែទេជិះ train លឿនជាងចូលពី train មកនឹងឆ្លៀតចូលមើលបន្លែបន្តិចសិនទៀតណាអ្នកទាំងអស់គ្នាមកខ្ញុំចូលផ្សារចិនរកទិញតកួនប៉ុន្តែអត់មានទេនៅសល់តែមកគុំហើយវាអត់សូវល្អអញ្ចឹងឥឡូវខ្ញុំមកផ្ទះវិញហើយខ្ញុំដើរមកផ្ទះហ្មងអ្នកនរគ្នាចង់មកខ្ញុំទៅផ្ទះលុបមុខផ្លាស់កៅអៅអីហើយលាប sunscreen again and then ចាញ់មកដើរ evening walk បន្តិច so នៅនេះវារៀង fresh ព្រោះមានទឹកមានអីចឹងណាវាដូចផាកដែរប៉ុន្តែវាមានផែកមានអីនៅតាមផ្លូវចឹងណាហើយខ្ញុំចេញមកខ្ញុំដើរបន្តិចទៅបានទៅផ្ទះវិញព្រោះមានអារម្មណ៍ថាបើអត់បានដើរទេវាស្មុកអីចឹងណាហើយនៅនេះវាឆ្លាស់វាថាចាញ់ពី city ឆ្ងាយមកមិនឆ្ងាយវាដូចវាឡើងលឺសំឡេងឡានម៉ូតូអីចឹងណាអញ្ចឹងវា fresh ហើយ like at least មួយអាទិត្យចឹងខ្ញុំចង់ដើរឲ្យបាន3-4 ដងអីចឹងណាដើម្បីយើងបាន
ហាត់ប្រាណខ្លះហើយឆ្លាស់ខ្លួនឆ្លាស់ក្បាលអីចឹងព្រោះបើអត់ចេញមកទេវានៅតែ stress ក្នុងបន្ទប់ so I'm here touching some grass អីដែលខ្ញុំស្រឡាញ់ជាងគេនៅអូស្ត្រាលីគឺប្រហែលជាបរិស្ថានរបស់គេហើយនេះមិនមែនរមណីយដ្ឋានអីទេណានៅក្រោយផ្ទះខ្ញុំតែមិនតិចទេហើយតំបន់ហ្នឹងគឺតំបន់រស់នៅធម្មតាមានមនុស្សដើរទៅវិញទៅមកមានផ្ទះមានសួនចង់ថាដាក់ intro នៅមុខវីដេអូមែនព្រោះអីមិញថតមើលថតតាំងពីព្រឹករហូតមកដល់ថ្មហ្នឹងហើយមិញសើថតអីគេងុយទឹកហើយឥឡូវខ្ញុំចេញមកដើរនៅតែមិនដាក់ intro ឯងអញ្ចឹងឥឡូវដាក់ intro ហ្នឹងពីមុខហើយខ្ញុំដាក់មកដើរលេងហ្នឹងពីក្រោយអញ្ចឹងកុំឆ្ងល់ណាមិនបាន outfit ដដែលដោយសារអីខ្ញុំថតហើយពីព្រឹកបានពេលល្ងាចខ្ញុំធ្វើ intro បានហើយនិយាយលេងប៉ុណ្ណឹងសិនជួបគ្នានៅវីដេអូក្រោយបាយបាយ